ជួយឲ្យរុក្ខជាតិនឹងគឺមានសែនមួយរឹងមាំជាងមុនធន់ជាមួយនឹងបំរែបំរួលអាកាសធាតុបងប្អូនឃើញតែក្តៅខ្លាំងរុក្ខជាតិក៏មិនសូវលូតលាស់ល្អហើយក៏ចាប់បាត់បង់ពណ៌បៃតងរបស់វាដែរអញ្ចឹងស្ពន់ធម៌មានតួនាទីមួយគឺជួយឲ្យរុក្ខជាតិឬក៏ដំណាំផ្សេងៗហ្នឹងគឺធន់ជាមួយនឹងបំរែបំរួលអាកាសធាតុជាពិសេសគឺក្តៅហ្នឹងហើយបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះប្លែកទៀតហើយខ្ញុំអង្គុយនៅការិយាល័យធ្វើការរបស់ខ្ញុំប៉ុន្តែអ្វីដែលខ្ញុំចង់ចែករំលែកជូនពុកម៉ែបងប្អូនគឺទំនាក់ទំនងរវាងអាសូតហើយនឹងស្ពន់ធរប៉ុន្តែខ្ញុំចង់បដោតថ្ងៃនេះគឺស្ពន់ធរថាតើស្ពន់ធរមានតួនាទីសំខាន់អ្វីខ្លះនៅក្នុងដំណាំរបស់ពុកម៉ែបងប្អូនបាទជំហានទី1គឺស្ពន់ធរនិយាយសាមញ្ញគឺភ្នាក់ងារសម្រាប់ធ្វើការជំរុញប្រូតេអ៊ីននៅក្នុងរុក្ខជាតិកាលណាតែមានសមាសធាតុស្ពន់ធរចូលរួមគឺរុក្ខជាតិនឹងមានការចាប់យកឬក៏ស្រូបយកសារធាតុចិញ្ចឹមហ្នឹងគឺមានប្រសិទ្ធភាពកើនឡើងជាងមុនបាទមួយទៀតគឺគេហៅថាជាភ្នាក់ងារបង្កើនភាពបៃតងឲ្យរុក្ខជាតិកាលណាថាមានសម្ព័ន្ធធម៌ច្រើនចូលរួមគឺរុក្ខជាតិរបស់ពុកម៉ែបងប្អូនគឺមានភាពបៃតងហើយរឹងមាំបាទពេលដែលប្រើប្រាស់ទៅយើងសង្កេតឃើញស្លឹករុក្ខជាតិមានភាពរឹងមាំក្រាស់ល្អស្លឹករឹងត្រង់ទាំងដងដើមលាក់នឹងលាក់ជាពិសេសដើមស្រូវតែម្ដងបាទហើយលក្ខណៈពិសេសមួយទៀតគឺស្ពន់ធរហ្នឹងគឺវាជួយការពារមកជួយឲ្យរុក្ខជាតិហ្នឹងគឺមានសែនមួយរឹងមាំជាងមុនធន់ជាមួយនឹងបំរែបំរួលអាកាសធាតុជាពិសេសគឺអាកាសធាតុក្តៅហើយនឹងអាកាសធាតុដែលងាយនឹងទទួលរងក្តៅហើយត្រជាក់អញ្ចឹងកាលណាតែក្តៅហើយត្រជាក់បងប្អូនឃើញតែក្តៅខ្លាំងរុក្ខជាតិក៏មិនសូវលូតលាស់ល្អបាទហើយក៏ចាប់បាត់បង់ពណ៌បៃតងមកវាដែរតែដល់ពេលឲ្យវាត្រជាក់ខ្លាំងរុក្ខជាតិឡើងក្រហមចុងស្លឹកមិនសូវបឺតយកសារធាតុចិញ្ចឹមអញ្ចឹងស្ពន់ធរមានតួនាទីមួយគឺជួយឲ្យរុក្ខជាតិឬក៏ដំណាំផ្សេងៗហ្នឹងគឺធន់ជាមួយនឹងបំរែបំរួលអាកាសធាតុជាពិសេសគឺក្តៅហ្នឹងហើយបានលក្ខណៈពិសេសមួយទៀតគឺធ្វើឲ្យដើមរុក្ខជាតិនឹងរឹងកាលណាថារឹងគឺវាចាប់ផ្ដើមបង្កើតភ្នាសកោសិកានៅក្នុងរុក្ខជាតិក្រាស់បាទយើងឧទាហរណ៍ថាដើមស្រូវរឹងស្លឹកក្រាស់មិនបាក់ហើយមានរោមច្រើនគឺជាលក្ខណៈនៃធម្មជាតិសម្រាប់ការពារនៅកត្តាចង្រៃជុំវិញដែលមកយាយីទៅលើដំណាំហ្នឹងឧទាហរណ៍ស្រូវមួយចុះពេលដែលមានសមាសធាតុស្ពន់ធរចូលរួមគឺវាធ្វើឲ្យប្រសិទ្ធភាពនៃការលូតលាស់របស់ដំណាំស្រូវហ្នឹងគឺដល់លូតលាស់ទៅដើមរឹងស្លឹកឈរត្រង់ហើយស្លឹកក្រាស់មានរោមច្រើនអញ្ចឹងសួរលក្ខណៈបែបហ្នឹងសត្វល្អិតចូលចិត្តឬក៏អត់ប្រហែលជាមិនចូលចិត្តទេកាលណាតែស្លឹករឹងប្រហែលជាចូលចិត្តពេលដែលប្រើប្រាស់ទៅស្លឹកវាទន់ប្រូបអញ្ចឹងវាជាជំរកអញ្ចឹងសត្វល្អិតប្រហែលជាចូលចិត្តស៊ីតែរបស់ណាដែលទន់ហើយខ្ចីព្រោះជារុក្ខជាតិរបស់វាល្អបាទអញ្ចឹងលក្ខណៈនៃស្ពន់ធរគឺវាមានប្រសិទ្ធភាពបែបហ្នឹងហើយមួយទៀតដែលពិសេសខ្លាំងបំផុតនោះគឺកាលណាតែមានស្ពន់ធរចូលរួមច្រើនជាពិសេសនៅក្នុងបរិមាណជីដែលពុកម៉ែបងប្អូនទិញនៅលើទីផ្សារយកទៅប្រើប្រាស់មានសមាសធាតុស្ពន់ធរគឺវាជួយជំរុញប្រសិទ្ធភាពនៃអាសូតនេះដែលខ្ញុំនិយាយពីទំនាក់ទំនងវាណាគឺវាជួយជំរុញប្រសិទ្ធភាពនៃអាសូតដែលមាននៅក្នុងជីបាទអាសូតមាននៅក្នុងជីអីខ្លះឧទាហរណ៍ថាមាននៅក្នុងសមាសធាតុជីអ៊ុយរ៉េបាទជីអ៊ុយរ៉េតែខ្ញុំហៅតែជីអាសូតទេព្រោះនិយាយជាភាសាបច្ចេកទេសទូទៅអញ្ចឹងកាលណាថាមាននៅក្នុងឧទាហរណ៍ថាបើសិនណាតែស្ពន់ធរមាននៅក្នុងសមាសធាតុជីពេលដែលប្រើប្រាស់ទៅណាគឺជីហ្នឹងគឺល្អយូរហ្មងបាទល្អងុំយូរចាប់ពី30ថ្ងៃឡើងទៅប៉ុន្តែបើសិនណាថាគ្មានសមាសធាតុស្ពន់ធរទេប្រើទៅល្អមិនសូវបានយូរទេព្រោះស្ពន់ធរមានតួនាទីមួយគឺជំរុញសមាសធាតុអាសូតឲ្យប្រើប្រាស់ឬក៏ស្រូបដោយរុក្ខជាតិហ្នឹងគឺពេញលេញបាទពេញលេញអស់ឧទាហរណ៍ថាករណីដែលគ្មានសមាសធាតុស្ពន់ធរចូលរួមរុក្ខជាតិហ្នឹងគឺអាចរក្សាភាពបៃតងបានត្រឹមតែ10ថ្ងៃទៅ15ថ្ងៃឯងប៉ុន្តែបើសិនណាថាមានសមាសធាតុស្ពន់ធរចូលរួមរុក្ខជាតិអាចល្អចន្លោះពី30ថ្ងៃ40ថ្ងៃរហូតដល់60ថ្ងៃបាទនេះគឺជាលក្ខណៈពិសេសនៃស្ពន់ធរគឺវាជួយឲ្យរុក្ខជាតិហ្នឹងគឺស្រូបយកសារធាតុអាសូតហ្នឹងគឺបានពេញលេញហើយប្រសិទ្ធភាពទំនាក់ទំនងវាគឺមានប្រសិទ្ធភាពល្អបែបហ្នឹងហើយលក្ខណៈពិសេសមួយទៀតដូចខ្ញុំលើកពីដើមអញ្ចឹងស្ពន់ធរមានតួនាទីមួយគឺជួយជំរុញការផលិតប្រូតេអ៊ីនឧទាហរណ៍ថាករណីអាសូតពីបរិយាកាសមកណាព្រោះករណីអាសូតគឺវាមាននៅក្នុងបរិយាកាសមាននៅក្នុងខ្យល់លាក់នឹងលាក់អញ្ចឹងកាលណាថាមានស្ពន់ធរចូលរួមគឺស្ពន់ធរវាមានតួនាទីគឺចាប់យកហើយនឹងបំលែងបរិមាណអាសូតពីគ្រប់ទិសទីដើម្បីជំរុញទៅឲ្យរុក្ខជាតិថែមទៀតដូច្នេះហើយបានការប្រើប្រាស់សមាសធាតុដែលមានស្ពន់ធរចូលរួមគឺធ្វើឲ្យរុក្ខជាតិនឹងគឺដើមរឹងមាំសុខភាពល្អហើយបៃតងបានយូរទៀតអញ្ចឹងសួរត្រឡប់ទៅវិញថាហេតុអីបានជីកសិកម្មរុនស៊ីននឹងល្អយូរម៉េះប្រើទៅល្អងុំយូរម៉េះល្អរហូតដល់ទៅ40ថ្ងៃហើយបើសម្រាប់ជីមួយប្រភេទទៀតគឺយើងមានល្អរហូតដល់ទៅ50ថ្ងៃ60ថ្ងៃដែលនិយាយឲ្យបងប្អូនប្រហែលជាសឹងថាមិនជឿថាមិនក៏ជីនឹងវាប្រើទៅវារក្សាបៃតងធម្មជាតិបានយូរម៉េះបាទគឺដោយសារតែជី
บ่យើងគឺមានសមាជិកស្ពន្ធធរចូលរួមបាទចូលរួមយ៉ាងពិតប្រាកដគឺដើម្បីបង្កើននៅប្រសិទ្ធភាពនៃការប្រើប្រាស់ជីហើយកាលណាតែបងប្អូនយកទៅប្រើប្រាស់គឺមានផលចំណេញទេកាលណាតែស្រូវរបស់បងប្អូនរឹងមាំសុខភាពល្អបានយូរច្បាស់តែបងប្អូនចំណេញហើយចំណេញទាំងលុយដែលបងប្អូនមិនចំណាយថែមទៀតទៅលើការទិញជីបងប្អូនចំណាយទិញតែម្ដងស្រូវរបស់បងប្អូនល្អបានយូរហើយបើសិនជាពុកម៉ែបងប្អូនថានិយាយដូចមិនជឿពុកម៉ែបងប្អូនបើសិនជាចង់បាននៅទំនុកចិត្តពិតប្រាកដពុកម៉ែបងប្អូនសាកទិញជីកសិកម្មរុនស៊ីនយកទៅប្រើទៅហើយទូរស័ព្ទមកខ្ញុំក៏បានដែរទូរស័ព្ទមកក្រុមការងារដែលមានpage នៅលើកញ្ចក់ទូរស័ព្ទនឹងក៏បានដែរសួរថាប្រើរបៀបម៉េចក្រុមការងារនឹងផ្ដល់ប្រឹក្សាយោបល់ជូនថាជីរុនស៊ីនប្រើរបៀបអញ្ចេះវានឹងទទួលបានលទ្ធផលបែបនេះចង់ល្អយូរត្រូវប្រើរបៀបនេះដីប្រភេទណាប្រើរបៀបណាបាទពេលហ្នឹងពុកម៉ែបងប្អូនយកទៅគឺមិនខុសបំណងទេទិញឲ្យមិនស្ដាយលុយទេពុកម៉ែបងប្អូនតម្លៃធូរថ្លៃទៀតជាចុងក្រោយនេះខ្ញុំមានតែប៉ុណ្្នឹងទេវីដេអូនេះខ្ញុំចែករំលែកជូនពុកម៉ែបងប្អូនតែប៉ុណ្នេះបាទសូមអរគុណសូមជម្រាបលា